ตนะดอกดองอดำภาษาปงโคและเลยจะนั่งสมในมอสกาไหลมกุมจะปกตนากุญจากประซองครบระอังแต่บานนิมนต์มาศึกษาประโทแต่ในนี่วัดสันปืนแม่น้องไงนี่นะไตรจิตไงดอกการขายใจขนมพุทธศักราชปี2550ก็นะนั่งชมเหยียดโยมใส่เปล่าต่างอ้อนะเนียนกายก็สงัดนะนั่งดำไปเยิงบานโอกาสดับในประโทเห็นในขนมไงที่เรียนสมนูนะไอเรียนตะไตรใบดอกพองเห็นนะไตรดำไฮไตรการเรียนโซดในวัดปิตูโคสะเรียงไซที่กรงเปรยุไซให้กินเธอกรรมเจียกราวจันนะมาสอห่างกินบางประกาศบันให้นะให้เมียนสำนูนี่ขยำบาดชมอสายใส่หาเจเนลวดตัดสินได้ในตัวสไลน์ฉันสมัยเราครูช่วยเรียบรับที่ประวัติสดัดเวชวรไอ้ขยำบาดปานตันทองก็โดยเฉลี่ยตาทั้งบางพระองค์ทั้งอ้อนะดัดไปสวรรค์นั่งจิตสดัดเยอะจิตนะเตวบทมวยพระองค์ในทานจากตมหาริติกาไอ้สักไงนั่งเชียเปรียบสตาปันบุกลนะไอ้เมียนประวัติเรื่องราวคลาโดยเชี่ยขนมเรื่องได้บานชูบสันตเนียเชื่อมวยนังนนตกะเมียตาในขนมอังกตระนิกายสัตตกะนิบาลใบดอกเลขสายเสพรมปีนนตกะเมียตานั้นกำปงแต่โสดปรายณะหัวในขนมปรายณะแวะใบดอกเลขสาย60 ปี68ตั้งสำนูแต่งจำลายดาวสำเลงก็ปีโรทัวนั่งก็ปีโรจังแต่กับบานชูบสันตเนียคเนียนะดาวสิกระไดกระทบเฉลคลาก็ให้นนทเบียดดาทาเจ็บบองสไลจังแต่เมียนมาดาวทะเลคลาก็ให้ทาเจ็บปนสไลได้ให้ทาบองสไลโดยอำนาจบองในก้นเนื้อทั่วได้ให้ทาปนสไลเดินตามอายุอายุบอกพระองค์นั้นชรานะให้อายุบอกได้ไปสวรรค์นั้นเป็นจิตได้ไปสวรรค์จิตสาวตาปันบุกเกลนนเบียดดาจิตปริหานาเคียมีบุกเกลนะนิโสโทปีรัวดาวสิกระไดสงับดาวสิกระไดสงับน้องจัดนะmình tục mình cổng qua nè rồi chia prihana kia mi bộc cơ trên nè mình chọn chụp bẹในขนมกามกุลต่างหลายtrên nè mình chọn chụp bẹ nèในนองเรื่องราวต่างหลายเซ็งเรียกเมียนประเภทพระองค์ตรงตรัสแสดงแบบในคางปีเขานั่นคือเปรียสเรย์บดนั่งประโมกกระเดียนเจตัวยานอย่างให้แบบคางพี่คนนี้คือประเนียงเข้มมาให้นั่งประเนียงอบลวันนาอายุเจตัวยานไอ้คางอบาซอคือเจตตะกะหับปะได้เจเปรหนาเกียมีบุกเกลนะไอ้ตะตะแกะคาง
ធម្មកថាហើយនឹងហត្តកៈអលវកៈឧបាសកណាក៏ជាព្រះអនាគាមីបុគ្គលដូចគ្នាទៀតចិត្តកហបតីនិងហត្តកៈអលវកៈឧបាសកនឹងហត្តកៈអលវកៈឧបាសកនឹងគឺក្នុងរឿងរ៉ាវអលវកយៈនឹងឯងដែលត្រូវបីពួរបុត្ររបស់ព្រះជាក្នុងដែនអាលវ័យហ្នឹងយកទៅឲ្យយៈពេលហ្នឹងអលវកយៈហ្នឹងបានសម្រេចសោតាបត្តផលទៅហើយយកឲ្យអលវកយៈទៅអលវកយៈហ្នឹងក៏បានថ្វាយដល់ព្រះតមានវភាណាព្រោះហេតុតែទទួលនៅទេរៈនឹងឯងអំពីដៃអលវកយៈហ្នឹងទៅឈ្មោះថាហត្តកៈអលវកៈរហូតមកបានស្ដាប់ព្រះធម៌ទៅក៏បានសម្រេចជាព្រះអនាគាមីបុគ្គលហើយជាអេតតកៈខាងសង្គ្រោះបរិស័ទទៅដោយសង្ឃហវត្ថុ4យ៉ាងគឺគួរសង្គ្រោះដោយទានក៏សង្គ្រោះដោយទានទៅគួរសង្គ្រោះទៅដោយបយៈវាចាពាក្យសម្ដីពីរោះពិសាហ្នឹងក៏សង្គ្រោះដោយផ្នែកនឹងទៅបយៈវាចាឬក៏ត្រូវសង្គ្រោះទៅដោយអដ្ឋចរិយាអំពើដែលជាប្រយោជន៍ហ្នឹងក៏សង្គ្រោះទៅត្រូវសង្គ្រោះដោយសមាណត្តតាហ្នឹងការតម្កល់ខ្លួនស្មើហ្នឹងក៏សង្គ្រោះទៅណាទានមាន2យ៉ាងណាគឺអមិសទានហើយនិងធម្មទានណាហើយធម្មទាននេះជាកំពូលនៃការសង្គ្រោះណាសំបីក្នុងបយៈវាចានេះក៏ធម្មទាននឹងជាកំពូលដែរមិនមែនសំដៅយកពាក្យសម្ដីអែមល្ហែមពីរោះដោយសម្លេងអីទៅនោះទេគឺសំដៅយកពាក្យសម្ដីនឹងមានប្រយោជន៍ដល់អ្នកស្ដាប់រំលឹកដាស់តឿនស្មារតីនឹងទៅជាកំពូលនៃបយៈវាចាដោយអាស្រ័យនៃធម្មទានហ្នឹងសំបីយើងកសាងនៅបត្រៃបិដកឲ្យទៅជាទាននេះក៏ដូចគ្នាណាចឹងណាយើងក៏ត្រេកអររីករាយក្នុងចិត្តតែយើងបានផុសផលដើម្បីបានជាធម្មទានមានបត្រៃបិដកទៅតាមវត្តអារាមផ្សេងក្នុងប្រទេសខ្មែរយើងនឹងបានច្រើនមែនទែនយើងធ្វើប្រទេសខ្មែរយើងនឹងឲ្យទៅជាផែនដីធัวមានសុទ្ធតែបត្រៃបិដកហើយនឹងពុទ្ធបរិស័ទនឹងមានសទ្ធាមានការប្រព្រឹត្តបរិបត្តិធัวនឹងកាន់តែច្រើនដែរដោយសារបានយល់ព្រះធម៌តាមរយៈនៃបត្រៃបិដកបានស្ដាប់បានអានទៅតាមនឹងណាការកសាងនៅបត្រៃបិដកនេះជាកិច្ចមួយសំខាន់ក្នុងសង្ឃហធម៌ចឹងហើយអដ្ឋចរិយាក៏ដូចគ្នាកិច្ចការងារដែលត្រូវធ្វើឲ្យជាប្រយោជន៍ដោយកាយនឹងត្រូវធ្វើយ៉ាងណាជួយកិច្ចការងារណាជួយកិច្ចការងារផ្សេងចឹងទៅតែដែលជួយដល់យ៉ាងសំខាន់ក៏គឺព្រះធម៌នឹងទៀតក៏ញ៉ាំងប្រយោជន៍ឲ្យបានសម្រេចដល់ប្រសើរពងពោះណាតាមរយៈនៃព្រះធម៌ទាំងណាលោកណាដូចជាការដែលបំពេញបុណ្យបារមីរបស់ព្រះរាមាពុភាអស់កាលដ៏យូរអង្វែងណាចឹងយើងនឹករលឹករឿយណាហើយប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ណាដល់សត្វលោក
ព្រឹត្តទៅដើម្បីជាប្រយោជន៍ដល់សត្វលោកទាំងចំពោះព្រះធម៌ដែលយើងបានសិក្សាដែលប្រព្រឹត្តបរិបត្តិនេះនៅពេលដែលយើងនឹកឃើញដល់ព្រះធម៌ហ្នឹងដល់កម្រកើតមានក្នុងលោកដល់កម្រនឹងបានសម្រេចណាក៏ណានឹងនិយាយពីការសង្គ្រោះហើយដល់ទៅសមាណត្តតាគឺការតម្កល់ខ្លួនស្មោះស្ម័គ្រស្មើចង់ស្មើដើមណាដូចជាការសង្គ្រោះរបស់ព្រះបរមពុរិស័ទដែលព្រះអង្គទ្រង់បំពេញបុណ្យបារមីដើម្បីជួយឲ្យសត្វលោកនឹងបានរួចពីសេចក្តីទុក្ខព្រះអង្គព្រមសុខចិត្តសុខបតិដើម្បីទុក្ខដើម្បីលំបាកក្នុងការកសាងបំពេញបុណ្យបារមីទាំងអញ្ចឹងគឺក្នុងការសង្គ្រោះនេះព្រះរាមាវិភាព្រះអង្គទ្រង់លើកតម្កើងឧបាសកហត្ថកៈលវកៈនឹងឯងឲ្យជាឯកតកៈហើយព្រះអង្គលើកយកមកជាគំរូក្នុងឧបាសកទាំងឡាយណាឲ្យយកជាតួយ៉ាងទៀតទាំងណាម្យ៉ាងប្រព្រឹត្តទៅដោយការសិក្សារៀនសូត្រព្រះធម៌នឹងឯងបានច្រើនដូចជាចិត្តកហបតីណាហើយនឹងយ៉ាងទៀតផ្នែកខាងសង្គ្រោះបរិស័ទនឹងផ្នែកខាងឧបាសកណាឲ្យយើងយកជាតួយ៉ាងទៀតដើម្បីរក្សាព្រះសាសនាទៀតក្នុងការឲ្យទានឲ្យអីហ្នឹងគឺយើងចេះហើយដូចជាលោកជាថៃអនាថបិណ្ឌិតអីហ្នឹងជាកម្ពូលផ្នែកខាងឲ្យទានប៉ុន្តែព្រះអង្គមិនបានលើកជាតួយ៉ាងទេព្រោះក្នុងទីនេះគឺដើម្បីព្រះសាសនាបានស្ថិតនៅក៏ដោយអំណាចនៃការត្រួតត្រងពុទ្ធវចនៈហើយនឹងមានការផ្សព្វផ្សាយឲ្យមានការចម្រើនដូចជាចិត្តកបតីគាត់មានការចេះដឹងច្រើននៅក្នុងព្រះធម៌ក្នុងសង្យុត្តនិកាយចិត្តកហបតិសង្យុត្តអីហ្នឹងឃើញគាត់អាចសុំឱកាសអធិប្បាយធម៌អីបានជាមួយនឹងព្រះភិក្ខុសង្ឃហើយផ្នែកខាងសង្គ្រោះក៏សំខាន់ណាស់សម្រាប់បរិស័ទយើងដែលមានសង្ឃហធម៌ការសង្គ្រោះទៅក្នុងវត្ថុទាំង4យ៉ាងហ្នឹងគឺទានបយៈវាចាអដ្ឋចរិយាសមាណត្តតានឹងជាការសង្គ្រោះសំខាន់ទៅហើយរឿងទានហ្នឹងចាប់ផ្ដើមទី1ក្នុងបារមីក៏ចាប់ផ្ដើមទានបារមីមុនក្នុងបញ្ញកិរិយាវត្ថុក៏ចាប់ផ្ដើមឡើងដោយទានវិញ្ញាបុណ្យមុនអនុបពីកថាក៏ចាប់ផ្ដើមដោយទានអ្នកកថាមុនណាជាការផ្ដើមដើម្បីញ៉ាំងចិត្តឲ្យចេះស្រឡាញ់បុណ្យកាលណាបើចេះឲ្យទានទៅនឹកឃើញថាបានធ្វើបុណ្យកើតឡើងក្នុងខ្លួនដល់អញ្ចឹងទៅមានសទ្ធាជឿថាបុណ្យនឹងនាំមកនៅប្រយោជន៍នាំមកនៅសុខទាំងក្នុងលោកនេះទាំងក្នុងបរិលោកអញ្ចឹងទៅក៏ចេះតែចម្រើនបុណ្យផ្សេងទៅទៀតទាននឹងក៏ចេះតែចម្រើនទៅចឹងមានបំណងប្រាថ្នាដើម្បីឲ្យបុណ្យគឺសេចក្តីល្អហ្នឹងចម្រើនឡើងក្នុងចិត្តសន្តានហ្នឹងព្រោះអាស្រ័យមានសទ្ធាបើផ្នែកឧបាសិកាវិញព្រះអង្គឲ្យយកជាតួយ៉ាងគឺនន្តមេត្តានេះឯងចឹងឧបាសិកាឧត្តរានន្តមេត្តាណាដែលមានការចេះចាំធัวច្រើនជាព្រះអនាគាមិបុគ្គលហើយក៏ជាអ្នកចម្រើនឈានដោយសេចក្តីស្ងប់ស្ងាត់ហើយនឹងម្នាក់ទៀតគឺឧបាសិកាខុជុត្តរាណាជាឯកតកៈផ្នែកខាងចេះដឹងច្រើនជាងឧបាសិកាណាទៅជាពហុសោតនឹងព្រះអង្គលើកយកការប្រព្រឹត្តបរិបត្តិដែលសំខាន់នៅក្នុងការចេះដឹងអវាទ
ពាក្យទូមានចេះដឹងប្រធัวនេះជាសំខាន់ទៀតដើម្បីឲ្យយើងយកជាតួយ៉ាងគឺត្រូវស្ដាប់ត្រូវសិក្សារៀនសូត្រឲ្យបានចេះដឹងច្រើនគួរតែណាទៀតណាគួរតែសិក្សាគួរតែចេះដឹងឲ្យបានច្រើនពីព្រោះព្រះធម៌នៅមានការចេះដឹងច្រើននឹងម្យ៉ាងធ្វើឲ្យយើងរីករាយព្រោះយើងបានចេះចាំនៅព្រះពុទ្ធវចនៈដូចជាព្រះអង្គគង់នៅជាមួយខ្លួនអញ្ចឹងទៅវាជាឧបការៈដល់ការប្រព្រឹត្តបរិបត្តិសប្បាយរីករាយទៅនៅក្នុងកុសលធម៌ប៉ុណ្ណាដូចជានៅក្នុងទសោតមួយនេះខ្ញុំមើលជូនណារឿងរ៉ាវពិបាកបសេនតិកោសលដែរណាក្នុងអាយិកាសូត្រទំព័រ262បីដកលេខ29ដែរចឹងប៉ុណ្ណានៅក្នុងអាយិកាសូត្រណាសាវត្ថីនិទានគ្រានោះព្រះបាទបសេនតិកោសលស្ដេចចូលទៅគាល់ព្រះរាមានុភាទាំងថ្ងៃត្រង់លោកចូលទៅដល់ក៏ថ្វាយបង្គំព្រះរាមានុភាឲ្យគង់នៅក្នុងទីដ៏សមគួរលោកព្រះបាទបសេនតិកោសលគង់នៅក្នុងទីដ៏សមគួរហើយទៅព្រះរាមានុភាទ្រង់ត្រាស់ដូច្នេះថាបបិទ្ធមហារាជអើណោមហារាជស្ដេចមកអំពីទីណាទាំងថ្ងៃត្រង់ដូច្នេះព្រះបាទបសេនតិកោសលក៏បានក្រាបបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះអាយិកាខ្ញុំព្រះអង្គក្រមគ្រាព្រឹទ្ធាចាស់កន្លងកាលវែងឆ្ងាយហើយចូលមកដល់បច្ឆិមវ័យហើយមានបច្ចុប្បន្ន120វស្សាអំពីកំណើតឥឡូវនេះធ្វើមរណកាលទៅហើយបបិទ្ធព្រះអង្គដ៏ចម្រើនក៏ព្រះអាយិកាក៏ជាទីស្រឡាញ់ជាទីពេញចិត្តបបិទ្ធព្រះអង្គដ៏ចម្រើនប្រសិនបើខ្ញុំព្រះអង្គដូរដោយហត្ថិរតណាដំរីចឹងហត្ថិរតហ្នឹងដំរីរតនៈហ្នឹងកុំឲ្យអាយការបស់ខ្ញុំព្រះអង្គធ្វើមរណកាលបានដូច្នេះខ្ញុំព្រះអង្គនឹងឲ្យដំរីរតដោយគិតថាកុំឲ្យព្រះអាយការបស់ខ្ញុំព្រះអង្គធ្វើមរណកាលបានឡើយបបិទ្ធព្រះអង្គដ៏ចម្រើនប្រសិនបើខ្ញុំព្រះអង្គដូរដោយអសរតសេះរតនៈហ្នឹងកុំឲ្យព្រះអាយការបស់ខ្ញុំព្រះអង្គធ្វើបរណកាលបានដូច្នេះខ្ញុំព្រះអង្គនឹងឲ្យដំរីរតដោយគិតថាកុំឲ្យព្រះអាយការបស់ខ្ញុំព្រះអង្គធ្វើមរណកាលបានឡើយបបិទ្ធព្រះអង្គដ៏ចម្រើនប្រសិនបើខ្ញុំព្រះអង្គដូរដោយស្រុកសួយកុំឲ្យព្រះអាយការបស់ខ្ញុំព្រះអង្គធ្វើមរណកាលបានដូច្នេះខ្ញុំព្រះអង្គនឹងឲ្យស្រុកសួយដោយគិតថាកុំឲ្យព្រះអាយការបស់ខ្ញុំព្រះអង្គធ្វើមរណកាលបានឡើយណាបបិទ្ធព្រះអង្គដ៏ចម្រើនប្រសិនបើខ្ញុំព្រះអង្គដូរដោយជនបទកុំឲ្យព្រះអាយការបស់ខ្ញុំព្រះអង្គធ្វើមរណកាលបានដូច្នេះខ្ញុំព្រះអង្គនឹងឲ្យជនបទដោយគិតថាកុំឲ្យព្រះអាយការបស់ខ្ញុំព្រះអង្គធ្វើមរណកាលបានឡើយបបិទ្ធព្រះអង្គដ៏ចម្រើនអស្ចារ្យណាស់បបិទ្ធព្រះអង្គដ៏ចម្រើនចម្លែកណាស់បបិទ្ធព្រះអង្គដ៏ចម្រើនព្រោះថាសុភាសិតនេះព្រះអង្គត្រាស់ថាសត្វទាំងអស់មានសេចក្តីស្លាប់ជាធម្មតាមានសេចក្តីស្លាប់ជាទីបំផុតមិនកន្លងនៅសេចក្តីស្លាប់បានឡើយណានឹងជាឧទានរបស់ព្រះបាទបសេនតិកោសលណាគេថាអស្ចារ្យណាស់ចម្លែកណាស់ណាបបិទ្ធព្រះអង្គដ៏ចម្រើនព្រោះថាសុភាសិតនេះព្រះអង្គបានត្រាស់ហើយសត្វទាំងអស់នឹងមានសេចក្តីស្លាប់ជាធម្មតាមានសេចក្តីស្លាប់ជាទីបំផុតមិនកន្លងនៅសេចក្តីស្លាប់ទៅបានឡើយណាសព្ពេសត្តាមរណខមាមរណបរិយោសានាមរណងអនតិតាតិណាព្រះអង្គទ្រង់ត្រាស់ថាសត្វទាំងអស់ហ្នឹងមានសេចក្តីស្លាប់ជាធម្មតាមរណធម្មាណាមានសេចក្តីស្លាប់ជាទីបំផុតមរណបរិយោសានាហើយមិនកន្លងនៅសេចក្តីស្លាប់ទៅបានឡើយមរណងអនតិតាតិណាស្រឡាញ់តែអាយកាហ្នឹងបើសិនបើដូរទៅដោយដំរីសេះរតនៈស្រុកសួយអីហ្នឹងជនបទអីដូរបានដូរហើយបបិទ្ធណា
ព្រះអង្គព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់បបិទ្ធមហារាជនោះយ៉ាងនេះហើយបបិទ្ធមហារាជនោះយ៉ាងនេះហើយសត្វទាំងអស់មានសេចក្តីស្លាប់ជាធម្មតាមានសេចក្តីស្លាប់ជាទីបំផុតមិនកន្លងនៅសេចក្តីស្លាប់បានឡើយបបិទ្ធមហារាជប្រៀបដូចជាភាជណាភាជៈដែលស្មូនឆ្នាំងទាំងឡាយណាមួយបានធ្វើហើយទោះបីឆៅក្តីឆ្អិនក្តីភាជៈទាំងអស់នោះក៏គង់មានកិរិយាបែកធ្លាយជាធម្មតាមានកិរិយាបែកធ្លាយជាទីបំផុតមិនកន្លងនៅកិរិយាបែកធ្លាយបានឡើយយ៉ាងណាមិញបបិទ្ធមហារាជសត្វទាំងអស់មានសេចក្តីស្លាប់ជាធម្មតាមានសេចក្តីស្លាប់ជាទីបំផុតមិនកន្លងនៅសេចក្តីស្លាប់បានឡើយក៏យ៉ាងនោះឯងណារួចទៅព្រះអង្គទ្រង់ត្រាស់នៅពគាថានេះគុណចាស់ញាតិញោមធ្លាប់នឹងទិញបានចេះចាំហើយពគាថាហ្នឹងលោកស្រង់ពីបៃដកហ្នឹងទៅព្រះអង្គសម្ដែងជាបន្តទៅទៀតណាបន្ទាប់ពីព្រះអង្គទ្រង់បញ្ជាក់អំពីសត្វទាំងអស់ហ្នឹងមានសេចក្តីស្លាប់ជាធម្មតាមានសេចក្តីស្លាប់ជាទីបំផុតមិនកន្លងពីសេចក្តីស្លាប់ទៅបានដូចជាភាជៈដីដែលស្មុនឆ្នាំងបានធ្វើហើយទោះបីឆៅក្តីឆ្អិនក្តីតូចធំអីក្តីទាំងអស់ហ្នឹងក៏គង់មានកិរិយាបែកធ្លាយជាធម្មតាមានកិរិយាបែកធ្លាយជាទីបំផុតមិនកន្លងនៅកិរិយាបែកធ្លាយបានដែរណាសត្វទាំងអស់ហ្នឹងក៏ដូចគ្នាអញ្ចឹងរួចទៅព្រះអង្គទ្រង់សម្ដែងណាសព្ពេសត្តាមរិសន្តិមរណន្តាំងហេជីវិតាំងយថាកម្មੰកមេសន្តិបញ្ញបាបៈផលូបគានិរយ៉ាងបាបកម្មន្តាបញ្ញកម្មាចក្សោកតឹងតស្មាករាយកល្យាណੰនិច្ចយ៉ាងសម្បរាយកាំងបញ្ញានិបៈលោកស្មੰបតិថាហន្តបានិណੰសត្វទាំងអស់ហ្នឹងមុខតែនឹងស្លាប់គ្រប់គ្នាព្រោះថាជីវិតរបស់សត្វទាំងឡាយហ្នឹងគឺមានសេចក្តីស្លាប់ជាទីបំផុតសត្វទាំងឡាយទទួលនៅផលបុណ្យផលបាបដែលខ្លួនបានធ្វើហើយទៅតាមយថាកម្មគឺអ្នកធ្វើបាបហ្នឹងតែងទៅកាន់នរកចំណែកអ្នកធ្វើបុណ្យហ្នឹងតែងឡើងទៅកាន់ស្ថានសួគ៌ដែលជាសុគតិភពព្រោះហេតុនោះបុគ្គលគួរតែធ្វើបុណ្យណាដែលបុណ្យនឹងនាំទៅកម្មបរលោកនឹងឲ្យចម្រើនព្រោះថាបុណ្យទាំងឡាយរមែងជាទីពឹងរបស់សត្វទាំងឡាយក្នុងបរលោកណាចេះហើយគឺថាហ្នឹងចឹងញាតិញោមចេះដែរឬសូត្រទៅចេះដែរសព្ពេសត្តាមរិសន្តិមរណន្តាំងហេជីវិតាំងយថាកម្មੰកមេសន្តិបញ្ញបាបផលូបគានិរិយ៉ាងបាបកម្មបញ្ញកម្មាចសោកតੰតស្មាករ័យកល្យាណੰនិច្ចយ៉ាងសម្បរាយកាំងបញ្ញានិបរលោកស្មੰបតត្ថាហន្តតានិណੰណាហ្នឹងនៅក្នុងបេដកហ្នឹងណាគឺជាព្រះពុទ្ធដីកាដែលយើងអាចស្ដាប់ទៅឆាប់យល់បានមែនប៉ុន្តែជំរឿនៃព្រះធម៌ទាំងណាព្រះធម៌មានជំរឿទាំងប៉ុន្តែមានជំរឿណាស់នៅក្នុងព្រះធម៌ណាបញ្ញានិបរលោកស្មੰបតថាហន្តបានិណੰណាប៉ុនហ្នឹងរមែងជាទីពឹងរបស់សត្វទាំងឡាយក្នុងបរលោកទាំងណានៅពេលដែលយើងទៅចូលរួមបុណ្យសពណាដោយបុណ្យសពឧបាសិកាទេពសរឿននៅខាងកំពង់ស្ពឺណាកូនចៅបានកសាងចេតិយមួយយ៉ាងធំឮមកថាអស់ជាង$20,000ណាហើយត្រូវតម្កល់សពនៅពីមុខចេតិយហ្នឹងដើម្បីបូជាធ្វើបុណ្យសបុកទៅយ៉ាងខ្ពស់ដាក់រូបថតតែអីចឹងទៅតុបតែងការភ្លើងអីទៅបូជាយកម៉ោង7ហ្នឹងវាជាទស្សនភាពមួយដែលធ្វើឲ្យយើងយល់ដឹងកាន់តែច្បាស់ឡើងចឹងពីព្រោះវាមានភាពជាក់ស្ដែងណាធ្វើឲ្យយើងបានដឹងថាអំពើបុណ្យដែលឧបាសិកាទេពសរឿនហ្នឹងបានបំពេញមកទាំងប៉ុន្មានតាំងពីដើមមកចឹងណា
តាំងពីដើមមកគាត់ធ្វើទានរសាសិលពីណាមកខ្ញុំមិនបានដឹងច្បាស់ទេប៉ុន្តែគាត់បានមកជួបស្គាល់រៀនធម៌រៀនអីជាមួយជួបខ្ញុំប្រកាសអញ្ញបាតនៅវត្តណាឡោមតែនៅខ្ញុំស្នាក់នៅវត្តណាឡោមកត់លេខ5អញ្ចឹងមួយថ្ងៃអីចឹងដែរហើយគាត់បាននាំគ្នាមកជួបហ្នឹងយូរហើយដាក់តាំងពីចាប់ផ្ដើមរៀនដំបូងណាចឹងទៅគឺនេះគ្រាន់តែរំលឹកគាត់មួយហ្នឹងក៏ដូចជាទូទៅទាំងអស់ណាពុទ្ធបរិស័ទយើងទាំងអស់ហ្នឹងធ្វើឲ្យយើងដឹងថាទានសិលភាវនាការសិក្សាពធការចេះដឹងប្រធัวហ្នឹងដែលនាំឲ្យអប់រំទូលមានចិត្តប្រព្រឹត្តទៅបានហ្នឹងទាំងអស់ហ្នឹងគឺជាការសំខាន់ចាំបាច់សម្រាប់អ្នកដែលចែកឋានទៅកាន់បរិរោគនឹងឯងណាកូនចៅក៏មានស្មារតីបានដឹងថាអ្វីដែលជាអំពើល្អជាបុណ្យកុសលជាទានជាសិលជាភាវនាដែលមេត្តាបិតាបានធ្វើមកហើយហ្នឹងគឺចាំបាច់សំខាន់សម្រាប់គាត់ណាស់ហើយត្រឹមត្រូវជាទីបំផុតសម្រាប់គាត់ហ្នឹងណាពីព្រោះអីពីព្រោះអ្វីក្រៅពីបុណ្យហ្នឹងមិនអាចជាប់ទៅជាមួយអ្នកស្លាប់នោះបានដែរណាអ្នកស្លាប់ហ្នឹងគឺចាំបាច់ត្រូវការតែបុណ្យកុសលនឹងឯងជាប់ទៅជាមួយនោះចឹងបានថាយើងកុំឲ្យមានទីក្តីក្រៅកាហាយស្ដាយក្រោយណាថ្ងៃមួយហ្នឹងនឹងមកដល់យើងអត់មាននរណាកិច្ចរួចទេណាច្បាស់ចេះ 100% ចឹងថ្ងៃមួយហ្នឹងនឹងមកដល់យើងនឹងបានងាប់តែហើយណាឥឡូវនេះមិនតាន់ងាប់ក៏មិនតាន់ចង់ងាប់ណានៅខំធ្វើបុណ្យសិនទៅប៉ុន្តែមុខតែបានស្លាប់ណាបើញាតិញោមណាមិនសូវសុខមិនសូវសប្បាយអីឈឺចិត្តឆ្អិតទ្រូងអីចង់ងាប់ខំធ្វើបុណ្យឲ្យច្រើនទៅណាព្រោះមុខតែបានងាប់ហើយប៉ុន្តែឥឡូវដែលវាមិនតាន់ងាប់កុំបង្ខំណាកុំបង្ខំធ្វើបុណ្យឲ្យណានៃប្រព្រឹត្តធម៌ឲ្យណានៃទៅណាបើបំណាច់នឹងថាមានទុក្ខលំបាករឿងអីគិតឃើញថាងាប់ទៅស្រួលជាងរស់អីចឹងណាតែងតែលឺមកហ្នឹងងាប់ទៅស្រួលជាងណាវាមិនមែនស្រួលជាងដែលយើងនៅរស់ឲ្យខំធ្វើបុណ្យទេធ្វើបុណ្យទោះជានឿយហត់លំបាកប៉ុណ្ណាក៏ដោយណាក៏ចិត្តតែយើងអត់ធន់បានប្រឹងប្រែងទៅបានបើថាវាមិនតាន់ស្លាប់ថ្ងៃនឹងទៀតប្រឹងទៀតឲ្យស្ថិតនៅក្នុងកុសលធម៌ណាតាំងចិត្តឲ្យប្រកបទៅជានៅក្នុងអំពើល្អយើងវាច្រើនតែបច្ចុប្បន្នហ្នឹងវានាំឲ្យរញ៉េរញ៉ៃបច្ចុប្បន្នហ្នឹងវានាំឲ្យភ្លេចខ្លួនអាការងារបច្ចុប្បន្នហ្នឹងអាការចិញ្ចឹមជីវិតហ្នឹងរឿងកូនរឿងចៅរឿងលេបរឿងយសស្អីទាំងអស់ហ្នឹងវាធ្វើឲ្យយើងមានសេចក្តីប្រមាទទៅបានតែនៅក្នុងអ្វីដែលជាសេចក្តីសំខាន់របស់យើងដែលចាំបាច់ត្រូវចាកពីโลกនេះទៅនោះវាធ្វើឲ្យយើងប្រមាទវាធ្វើឲ្យយើងពងើយកន្តើយចឹងប៉ុន្តែតាមពិតអាស្អីដែលយើងខំប្រឹងណាស់ក្នុងបច្ចុប្បន្នហ្នឹងដល់ទីបំផុតយើងត្រូវលះបង់ចោលហើយយើងខំប្រឹងប៉ុណ្ណាទៅក៏នៅតែលះបង់ចោលដដែលហើយអ្វីដែលចាំបាច់ក្នុងដំណើរជីវិតដែលត្រូវទៅកម្មបរលោកហ្នឹងយើងបែរទៅជាខ្សត់ខ្សោយចឹងនាំឲ្យមានសេចក្តីក្តៅក្រហាយស្ដាយក្រោយវិបដិសារៈកើតឡើងដល់ពេលចិត្តស្លាប់ក្រោយពីស្លាប់ទៅកម្មបរលោកហ្នឹងនឹងស្ដាយក្រោយណាស្ដាយក្រោយត្រង់ដែលថាបន
អត់បានធ្វើតែបានស្ដាយក្រោយចឹងទៅបនមានបន្តិចបន្តួចអីអញ្ចឹងទៅចំណែននឹងគេអីពីណៃនៃអីទៅទៀតទៅព្រោះណានេះគឺជាសម្បជញ្ញៈមួយណាកុំឲ្យយើងចំណាយពេលវេលាទៅក្នុងបច្ចុប្បន្ននឹងច្រើនពេកព្រោះយើងរៀនលះហើយទៀតរៀនលះហើយណានៅដោយសេចក្តីស្ងប់ស្ងាត់ទៅរៀនលះក្នុងរៀនលះដោយបញ្ញាចឹងអ្វីដែលនៅជាមួយនឹងក៏មានស្មារតីអ្វីដែលបាត់ទៅហើយឬក៏អ្វីដែលមិនបាននឹងក៏ព្រមទៅតាមនឹងព្រមឲ្យវាបាត់ទៅណាក្នុងការប្រត់ប្រាស់ទៅនឹងដែលវាមិនបាននឹងក៏ព្រមជាការដែលព្រមលះបង់នៅអ្វីៗក្នុងโลกនេះក៏មិនមែនដើម្បីបរលោកទេសូម្បីតែបរលោកនោះក៏គ្រាន់តែជាដំណើរជីវិតតែប៉ុណ្ណោះមិនអាចទៅថិតថេរនៅកន្លែងណាមួយបានទេពុទ្ធហង្សារណង្កចហាមិអហមង្សារណង្កចហាមិសង្ឃហង្សារណង្កចហាមិសូមអនុមោទនារងចាំស្ដាប់ព្រះធម៌ជាបន្តការស្ដាប់ព្រះធម៌ដោយល្អរមែងបាននៅបញ្ញាសត្តហេណអរហតੰបហម្មងមុពមបតិយាសោសោសង្ឃលបតេបញ្ញអបមត្តោវិចខណោសូមអនុមោទនាស្ដាប់ទៅតទៅបងនេះដោយអំណាចនៃបញ្ញាការលះបង់នឹងឯងជាទីបំផុតធ្វើឲ្យយើងបានទៅជួបនឹងសេចក្តីសុខប្រការលះបង់នឹងឯងប៉ុណ្ណាស្ដាប់ទៅបានដែរមានស្មារតីយ៉ាងម៉េចដែរព្រោះថ្ងៃមួយដែលជាដង្ហើមចុងក្រោយដែលជាថ្ងៃចុងក្រោយដែលយើងត្រូវការជាចាំបាច់ណាស់នៅអំពើល្អដែលបានធ្វើនោះត្រូវការតល់តែមែនទែនទៅពីព្រោះនៅពេលហ្នឹងបើយើងខ្វះបុណ្យយើងត្រូវភ័យនឹងសេចក្តីស្លាប់នឹងឯងដោយយើងមានបុណ្យច្រើនដែលបានធ្វើមកទៅវាជាទីពឹងវាធ្វើឲ្យយើងមិនតក់ស្លុតនឹងសេចក្តីស្លាប់នឹងទេមិនបានមិនតក់ស្លុតនឹងសេចក្តីស្លាប់ពីព្រោះទីពឹងយើងបានដោយសពគ្រប់ហើយបើយើងធ្វើបុណ្យសម្បើមប៉ុណ្ណឹងធ្វើទានសាលសិលចម្រើនភាវនារៀនធម៌ពុទ្ធប៉ុណ្ណឹងហើយបើមិនស្លាប់ទេតើបុណ្យរបស់យើងនឹងវាទៅជាយ៉ាងណាដូច្នេះធ្វើឲ្យយើងព្រមស្លាប់ណាមួយរឿងចាស់ជារានោះផងវាមិនអាចជាការនៅអីសុខស្រួលទៅនៅក្នុងជារាភាពនោះទេវាត្រូវតែមានការទុកភ័យវាត្រូវតែមានការបែកធ្លាយមរណន្តੰហេជីវិតាំងទៅណាដែលព្រះអង្គសម្ដែងសព្ទេសត្តាកមិសន្តិមរណន្តੰហេជីវិតាំងណាគឺសព្វសត្វទាំងអស់ហ្នឹងរមែងតែងតែស្លាប់ព្រោះថាជីវិតរបស់សត្វទាំងឡាយនឹងឯងមានសេចក្តីស្លាប់ជាទីបំផុតហ្នឹងវាជារឿងរបស់យើងណាចឹងវាមិនមែនស្លាប់តែគេទេណារឿងយើងស្លាប់ដែរហើយនឹកមើលបន្តិចទៅស្លាប់ហ្នឹងអាម៉េចអត់ដកដង្ហើមទេណាហើយយិត្តញោមអត់ស្លាប់មិនដកដង្ហើមទេស្លាប់តែដករាល់ថ្ងៃហើយចាំមើលដល់ទៅអត់ដកដង្ហើមយ៉ាងម៉េចទៅណាហើយអត់ឃើញទេអត់ឮទេអត់បានឃុំក្លិនដឹងរសដឹងហត្ថពៈអត់បានដឹងរឿងអីទេអត់បាននៅជាមួយនឹងលោកនេះតទៅទៀតទេណាអាហ្នឹងសម្រាប់ខ្លួនយើងនឹងបានទៅជួបអញ្ចឹងណានឹករំពឹងមើលដល់សភាពបែបហ្នឹងមើលទៅណារូបកាយហ្នឹងគេនាំយកទៅដុតហើយពិតប្រកបហើយមកតែគេដុតហើយតែយើងខំស្រឡាញ់ខំថ្នាក់ថ្នមឥឡូវហ្នឹងនឹកឃើញដល់ពេលគេយកទៅដុតផងទៅណាសក់អីហ្នឹងឆេះឈឺអំឡប់ឥឡូវហ្នឹងនៅជីវិតយើងហ្នឹងវាមានអញ្ចឹងសំបីឥឡូវហ្នឹងទោះជានៅក្រន់បើប្រសើរគេស្គាល់រាប់អានប៉ុណ្ណាក៏ដោយក៏នៅតែដុតដែររូបកាយហ្នឹងហើយត្រូវឃ្លាតពីលោកហ្នឹងទៅអ្វីដែលចាំបាច់បំផុតជាមួយអ្នកស្លាប់សម្រាប់អ្នកស្លាប់គឺបុណ្យដែលបានធ្វើនឹងឯងចឹង
ចឹងបានតែប្រឹងណាប្រឹងបរិច្ចាគប្រឹងអប់រំសិលឲ្យបានបរិសុទ្ធណាខំប្រឹងអប់រំចិត្តឲ្យបានល្អកុំតាក់ទិនរវីរវល់នឹងណាណីអីច្រើនទៀតវាជារឿងសម្រាប់យើងម្នាក់ឯងហ្នឹងគឺជាពិសេសក្នុងការអប់រំទូមានចិត្តពេលខ្លះយើងនឹកថាធ្វើបុណ្យអីឲ្យបានច្រើនទៀតគឺការអប់រំចិត្តនេះឯងណាឲ្យច្រើនទៅដោយសេចក្តីស្ងប់ហើយនឹងចម្រើនទៅដោយបញ្ញាណានឹងរហូតដល់ទៅបញ្ញានឹងចម្រើនឡើងបានស្គាល់បញ្ញខណ្ឌនឹងឯងលះបង់សេចក្តីប្រកាន់បានណានឹងបានឃើញបញ្ញខណ្ឌនឹងជាសង្ខារធัวជាផលនៃបច្ច័យជាផលនៃកម្មវាលះវាកាត់អាសេចក្តីដែលប្រកាន់ថាយើងជានេះយើងជានោះចេញទៅវាទៅជាយើងនឹងជាផលរបស់កម្មល្អណាស់ណាយើងជាផលរបស់កម្មនេះយើងនឹងជាសង្ខារធัวជាផលនៃបច្ច័យអានេះគឺជាមួយគ្នានឹងលះបង់សេចក្តីប្រកាន់ហ្នឹងវាធ្វើឲ្យស្គាល់ខ្លួនឯងចឹងទៅវាមិនមែនអញនៅតែនេះអញនៅតែនោះអញត្រូវតែចេះអញត្រូវតែចុះទេអញជាផលវិបាករបស់កម្មហើយផលវិបាករបស់កម្មហ្នឹងមានកុសលវិបាកមានអកុសលវិបាកហើយដែលថាអញក្នុងទីនេះគឺដឹងខ្លួនឯងថាគ្រាន់តែសន្មត់ទៅទេកំណត់ខ្លួនឯងឲ្យអ្នកដទៃនឹងស្គាល់អញ្ចឹងទៅទេដែលថាខ្លួនឯងជាផលរបស់កម្មហ្នឹងគឺបានដឹងហើយបានដឹងថារូបធម៌នាមធម៌មួយផ្នែកដែលជាផលវិបាករបស់កម្មបាត់ជាមួយគ្នានឹងបានយល់ដឹងថាយើងនឹងជាផលរបស់កម្មហ្នឹងគឺមិនបានប្រកាន់ថាឲ្យផលវិបាករបស់កម្មហ្នឹងទៅជាយ៉ាងនេះឲ្យផលវិបាករបស់កម្មទៅជាយ៉ាងនោះអត់មែនអញ្ចឹងទេណាអាដែលយើងត្រូវការឲ្យផលវិបាករបស់កម្មហ្នឹងឲ្យទៅជាកុសលវិបាកឲ្យទៅជាផលបុណ្យធ្វើបុណ្យអីហ្នឹងចង់ឲ្យតែបានផលច្រើនមកខ្លួនឯងហ្នឹងធ្វើបុណ្យច្រើនហើយមិនក៏បុណ្យមិនឲ្យផលស្អីហ្នឹងអាហ្នឹងវានៅតាក់ទងទៅដោយសេចក្តីប្រកម្មនៅឡើយទេវាជាទូសកាយតិថិប៉ុន្តែចូលមកដល់ដែលថាយើងនឹងជាផលបាបរបស់កម្មហ្នឹងជាមួយគ្នាហ្នឹងយើងនឹងបានត្រឹមតែបញ្ញត្តិទេឯបរមត្ថធម៌គឺផលនៃកម្មសុទ្ធដល់ទៅឃើញច្បាស់អញ្ចឹងទៅផលនៃកម្មវាអត់មានគិតថាឲ្យទៅជាយ៉ាងនេះវិញឲ្យទៅជាយ៉ាងនោះវិញទេពីព្រោះផលរបស់កម្មនោះគឺវាជាផលនៃកម្មនឹងឯងវាអត់មែនជាសត្វបុគ្គលណាវាអត់មានជាប់ទៅដោយសេចក្តីប្រកម្មថាយើងឬមិនមែនយើងទេគឺឃើញថាផលវិបាករបស់កម្មអញ្ចឹងអាសេចក្តីត្រេះរិះថាយើងឬមិនមែនយើងហ្នឹងវាអត់មានយើងសម្រាប់ឲ្យទៅត្រេះរិះក្នុងផលវិបាករបស់កម្មនឹងទៀតណាឬក៏ជាសង្ខារធัวដែលជាផលនៃបច្ច័យអាហ្នឹងក៏ជាមួយគ្នាទៀតក៏ជីវិតហ្នឹងមួយផ្នែកជាផលវិបាករបស់កម្មមួយផ្នែកទៀតក៏ជាផលនៃបច្ច័យផ្សេងដែលជាសង្ខារធัวយល់ដឹងចឹងទៅមានស្មារតីដឹងតន់ចឹងដឹងតន់សភាពនៃជីវិតណាដឹងតន់សភាពនៃជីវិតនឹងឯងប្រព្រឹត្តទៅយ៉ាងណាបានលៀបអត់លៀបបានយកអត់យកបានសរសើរឬនិន្ទាអីហ្នឹងគឺស្រួលទៅតែហ្មងទាំងក្នុងសភាវៈធម៌ហ្នឹងគឺដឹងតន់សភាវៈធម៌ហ្នឹងទៅព្រមទៅតែដោយសេចក្តីសន្តោសដោយសេចក្តីស្ងប់ស្ងាត់ដោយវិវេកធម៌ដោយព្រះសិរីបុត្រពួកឆាប់វគ្គយៈនឹងចាប់ពីកន្លែងអស់នេះលោកគ្រូអាចារ្យនេះឧបជាយើងនេះកន្លែងយើងអស់លេងតែលោកនិមន្តទៅអស់កន្លែងលោកទៅគង់នៅក្រោមដើមឈើទៅណាដោយសេចក្តីសុខសាន្តក្នុងប្រតិហ្នឹងមិនបានទៅស្អប់ទៅខឹងទៅគុំអីណាទេណាអត់មានមកប្រកាន់ថាអញអគ្គសាវកអីអត់មានកន្លែងនៅឯងចាំមើលអញទូលព្រះអីអញ្ចឹងវាអត់មានទេមានសេចក្តីសុខពីព្រោះមិនមានសេចក្តីប្រកម្មនៅក្នុងជីវិតនេះដែលជាផលនៃបច្ច័យយើងមិនមែនព្រះអរហន្តមិនមែនព្រះរិយៈតែការអប់រំប្រព្រឹត្តទៅបានណាចឹងការចម្រើនបញ្ញាណាប្រព្រឹត្តទៅបានឲ្យតែដឹងតន់ជាវិបាករបស់កម្មហ្នឹងគឺល្អសំខាន់ជាសុខក្នុងជីវិតណាទោះ
ជាបានកៅទឹកពីទេវលោកនោះក៏អត់ស្មើកៅទឹកពីទេវលោកវាសម្រាប់តែរូបកាយទៅចឹងទៅទេសម្រាប់ល្អសម្រាប់ស្អាតអីទៅរូបកាយចឹងហើយរឿងសេចក្តីសុខព្រោះការស្ងប់រងាប់នៅកិលេសគឺមានតែព្រះធម៌ទៀតកែវគឺព្រះធម៌ធម្មរតនៈណាដឹងតន់ដោយសេចក្តីស្ងប់ស្ងាត់ប្រព្រឹត្តទៅនឹករលឹកឃើញដល់ព្រះរេវតៈលោកគង់នៅក្នុងព្រៃកគីដោយសេចក្តីសុខរបស់លោកចឹងទៅណានឹកឃើញដល់ព្រះអរហន្តទាំងឡាយតាមព្រះដ៏មានពភាណា20000អង្គយាងពីរាជក្រឹសទៅកាន់កបិលភ័ស្ត្រហ្នឹងនឹកឃើញដល់សេចក្តីសុខវិវេកធម៌ក្នុងព្រះអរហន្តនោះដែលមិនទុកដែលមិនកង្វល់នៅក្នុងជីវិតនឹងតទៅទៀតនៅព្រះអរហន្ត400,000 អង្គទៀតជាប់តាមព្រះរាមានុភាទីបង្កណានឹករលឹកឃើញដល់ព្រះមហាវិជាបតិកោតមីនាំពួកនាងសាកយានី500ចេញចាកពីព្រះរាជតកូលលះបង់អងដើម្បីចូលកាន់ភ្នោះជាដំណើរលះបង់លោកនេះទៅតែម្ដងចឹងដោយវិវេកធម៌ដោយសេចក្តីសុខដោយសេចក្តីស្ងប់ស្ងាត់ណាហើយញាតិញោមស្រីប្រុសទាំងអស់នៅក្នុងភាពជាបាសកបាសិកាមែននៅក្នុងផ្ទះមែនប៉ុន្តែផ្លូវចិត្តវាអាចបង្អោនទៅបានទៀតរកសេចក្តីស្ងប់ស្ងាត់ចូលទៅក្នុងធម៌គឺមានសតិមានស្មារតីមិនប្រកាន់នៅសង្ខារធម៌ណាសូត្រធម៌ថ្វាយបង្គំព្រះចឹងទៅអានបត្រៃ3ដកទៅដូចបាននៅជាមួយព្រះអញ្ចឹងមានសេចក្តីសុខស្ងប់ត្រជាក់តេទួងនឹងស្មារតីកើតឡើងឆាប់រហ័សមានរឿងអីព្រឹបទៅដល់រឿងកូនរឿងចៅវាស្រែកវាយំវាលេងវាដួលវាអីហ្នឹងគឺសតិដឹងតន់ទាំងកុំស្លន់ស្លោតែស្លន់ស្លោទៅស្អីបន្ទោសម៉ែបន្ទោសអ្នកណាអ្នកមើលស្អីចឹងទៅវាអត់ស្ងប់ទេណាស្មារតីដឹងតន់ចឹងគឺចាប់យកនៅអ្វីគ្រប់យ៉ាងហ្នឹងខិតនៅក្នុងសភាពនៃឧបេក្ខាញាណណាទាំងដូចចិញ្ចីអញ្ចឹងគឺថ្លឹងទៅស្មើស្អីក៏ស្មើនឹងស្អីស្អីក៏ស្មើនឹងស្អីស្មើត្រង់ដែលថាជាសង្ខារធម៌ណាអត់ចាំបាច់ទៀមទាអ្វីដតីផ្សេងពីអ្វីដែលកំពុងប្រកបនឹងទេណាអាហ្នឹងដែលចិត្តហ្នឹងវាមានសភាពស្ងប់រងាប់មិនញាប់ញ័រនោះប្រព្រឹត្តទៅនេះគឺការដែលអប់រំនៅកុសលធម៌ធ្វើឲ្យចិត្តមានសុខភាពចឹងណាធ្វើឲ្យចិត្តនឹងមានសុខភាពល្អហើយចំនួននេះអាត្មាភាពព្រះនាមនិនសៅគីទាំងគង់នៅអាស្រមខួនយ៉ាស្រោយណាអាត្មាភាពមានចម្ងល់ថាព្រះកោណញ្ញៈនៅពេលដែលព្រះអង្គសម្ដែងបឋមចក្រវត្តនសូត្រព្រះកោណញ្ញៈបានសម្រេចជាព្រះសោតាបណ្ឌបុគ្គលហើយព្រះអង្គបានសម្ដែងនៅអនត្តលក្ខណៈសូត្រលោកក៏បានសម្រេចជាព្រះអរហន្តអាភាពឆ្ងល់ថាព្រះកោណញ្ញៈនៅពេលដែលព្រះអង្គសម្ដែងអនត្តលក្ខណៈសូត្រទៅលោកបានសម្រេចព្រះសោតាសកតិអនាគាព្រះអរហន្តទៅតាមលំដាប់ដែរទេព្រះសោតាបានរួចហើយទាំងណាសតាបត្តមៈហ្នឹងអត់កើតឡើងទៀតទេតែសកតិគាមិមៈអនាគាមិមៈហ្នឹងកើតទៀតតាមលំដាប់រហូតដល់ទៅអរហត្តមៈណាគឺសំបីតែព្រះសម្មាសម្ពុទ្ធត្រាស់ដឹងជាព្រះពុទ្ធនៅនាគលពពោធិព្រឹក្សណាទៀតក៏មានសោតាបត្តមៈកើតឡើងជាបឋមចឹងដែរបានសកតិគាមិមៈអនាគាមិមៈអរហត្តមៈប៉ុន្តែកាលណាបើអរិយមគ្គកើតឡើងបន្តគ្នាព្រឹកបានដល់អរហត្តអញ្ចឹងគឺក្នុងព្រះធម៌នឹងសម្ដែងថាបានសម្រេចនៅអរហត្តផលបានជាព្រះអរហន្តសម្ដែងប្រាប់អញ្ចឹងតែម្ដងទៅតែចំពោះធម្មនិយមអរិយមគ្គគឺមិនអាចលះបង់នៅកិលេសរំលងលំដាប់នៃមគ្គទេ
ដូចជាសកាយតិដ្ឋិវិជកិច្ឆាសីលបត្តប្រាមាសៈគឺមិនដែលមាននៅដើម្បីថាសម្រាប់សក្កតាគាមិមៈលះឬអនាគាមិមៈលះឬអរហត្តមៈលះអត់ដែលមានអញ្ចឹងទេចាប់ពីសក្កតាគាមិមៈឡើងទៅគឺមិនដែលបានលះសកាយតិដ្ឋិទេមិនដែលបានលះវិជកិច្ឆាសីលបត្តប្រាមាសៈទេព្រោះធម៌នឹងសោតាបត្តមៈត្រូវលះណាដូច្នេះនៅក្នុងសោលសកិច្ចទាំង16ហ្នឹងគឺសម្រាប់ព្រះអរហន្តចឹងកិច្ចកតាំងករណីយ៉ាងកិច្ចដែលបានធ្វើនោះគឺកិច្ច16ហ្នឹងគឺត្រូវតែគ្រប់16ចឹងអត់មែនថាមានតែកិច្ច4ដោយអរហត្តមគ្គទេប៉ុណ្ណោះព្រឹកទៅក្នុងអរិយសច្ចៈ4ហ្នឹងណាអត់មានចឹងទេគឺកិច្ច16ចឹងណាគឺលោកបានសម្ដែងថាបានជាព្រះអរហន្តចឹងមែនប៉ុន្តែមកដល់លោកប្រាប់ថាសោលសកិច្ចណាអាត្មាអញបានធ្វើរួចហើយគឺកិច្ច16ចឹងប៉ុណ្ណាហើយនេះប្រកាសណាពុទ្ធចាស់សវណ្ណបញ្ញោសាបណាគង់នៅវត្តដំបូកមានលក្ខហៅលក្ខណារាមឃុំទំនប់ធំស្រុកពញាលឺហេតុកណ្ដាលសំសួរលោកគ្រូពេលធ្វើបន់បច្ច័យ4និមន្តព្រះសង្ឃ4អង្គឲ្យស្រោចទឹកតែលោកអាចារ្យមិនឲ្យលោកឡើងស្រោចទឹកទៅវិញបែរជាឲ្យលោកសូត្រនៅក្នុងរោងបន់ហើយលោកអាចារ្យឡើងលើបោះស្បុកស្រោចវិញតើត្រឹមត្រូវឬទេតែបើព្រះសង្ឃស្រោចវិញតើលោកត្រូវទោសឬក៏អត់ណារឿងធ្វើបន់បច្ច័យ4ឬក៏ដូចជាចម្រើនបជនមេដាបិតាអីហ្នឹងកូនប្រុសស្រីច្រើនតែរៀបចំបោះស្បុកពីពោះទៅជើញមេដាបិតាឡើងទៅដើម្បីកូនចៅងូតទឹកជូនណានឹងសម្រាប់តែកូនចៅទៅបានហើយណាមិនចាំបាច់ប្រសង់អីឡើងទៅស្រោចអីទេណាហើយកម្មវិធីហ្នឹងមិនចាំបាច់តាក់ទិនអីនឹងប្រសង់អីទេណាប្រសង់ហ្នឹងគឺចម្រើនព្រះបរិត្តចាំទៅហើយសម្ដែងធัวទៅសន្តានាធัวទៅនឹងទទួលចង្ហាន់ទៅហើយរឿងនេះរឿងកូនចៅចឹងរឿងកូនចៅណាព្រោះការស្រោចទឹកសគុណវេរីហ្នឹងគឺជាតំណាងទឹកចិត្តហើយកូនប្រុសស្រីហ្នឹងត្រូវស្រោចទៅលើទឹកចិត្តមេត្តាបិតាមិនមែនសម្រាប់តែមួយថ្ងៃហ្នឹងធ្វើបង្អួតភៀវទេណាគឺត្រូវតែស្រោចទឹកចិត្តគាត់នឹងរាល់ថ្ងៃចឹងត្រូវពិចារណាទៅលើគុណគឺសេចក្តីល្អត្រូវបូជាគុណត្រូវគោរពគុណហើយត្រូវស្រូបយកគុណដែលមានក្នុងមេត្តាបិតាណាគុណនឹងពិសេសណាអាចចិញ្ចឹមឲ្យយើងរស់បានចឹងកូន4 10ក៏រស់ដែរដោយគុណនឹងតើអស្ចារ្យប៉ុណ្ណាតើពូកែប៉ុណ្ណាខ្លាំងប៉ុណ្ណាតែយើងត្រូវស្រូបយកមកទុកក្នុងខ្លួនយើងឲ្យស្ថិតក្នុងសន្តាននៃចិត្តយើងស្រូបយកមកយ៉ាងម៉េចគឺត្រូវអប់រំចម្រើននៅមេត្តាករុណាហ្នឹងគុណហ្នឹងដោយការសង្គ្រោះហ្នឹងដោយការតាំងចិត្តអនុគ្រោះឲ្យកូនបានរស់ហ្នឹងយើងស្រូបយកមកទុកក្នុងខ្លួនពង្រីកឲ្យទៅជាធំទលំទលេងដល់អ្នកដទៃទៀតផងណាក៏ដូចជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងឡើងក្នុងលោកចឹងព្រះអង្គមានពោធិបក្ខយធម៌មានការត្រួតត្រងនៅគុណនឹងយ៉ាងណាយើងស្រូបយកគុណដោយពោធិបក្ខយធម៌មានសតិប្បដ្ឋាន4ជាដើមហ្នឹងមកក្នុងខ្លួនយើងចឹងឲ្យទៅជាពោធិបក្ខយធម៌ហ្នឹងមកនៅក្នុងខ្លួនយើងពីព្រោះគឺជាគុណដ៏អស្ចារ្យក្រៃលែងទៀតបានបដិស្ថានឡើងប្រសូតឡើងតាំងនៅក្នុងព្រះសម្មាសម្ពុទ្ធជាដំបូងហ្នឹងចឹងទៅយើងបានស្ដាប់ព្រះធម៌ព្រះអង្គយើងស្រូបយកគុណហ្នឹងយើងអារតនាគុណហ្នឹងយើងចម្រើនគុណហ្នឹងក្នុងសន្តានចិត្តរបស់យើងហើយនៅគ្រប់គ្រងចិត្តយើងទៅបានសុខស្ងប់ត្រជាក់ណាឲ្យចិត្តនឹងឯងទៅជាមានពន្លឺរស្មីនៃបញ្ញាមានការយល់ដឹងសភាពនៃលោកនេះគឺសភាពនៃលោកនេះ
คล้ายទៅជាសាបពឹសពលអីទាំងអស់សម្រាប់យើងអញ្ចឹងណាអត់មានពឹសពលអីដែលគួរឲ្យយើងដល់នៅសេចក្តីលំបាកទុក្ខវេទនានោះទេអត់មានឲ្យយើងភ័យខ្លាចតក់ស្លុតអីទេមកអំពីបញ្ញានឹងចម្រើនឡើងស្គាល់នៅសភាវៈលោកតាមសេចក្តីពិតមិនមានការប្រព្រឹត្តទៅដោយលោភៈជាប់ជំពាក់លមោបលោភលន់ដោយទោសៈខឹងក្រោធបន្ទុះសារាយដោយការវង្វេងដោយការល្ងងនោះឡើយវាចម្រើនទៅដោយគុណគឺសតិបញ្ញាអ្វីក៏ស្រួលទាំងសំគួរដល់ការសិក្សាត្រូវបំពេញនៅបារមីណាដោយទានដោយសិលដោយនេកកម្មៈត្រូវជួយក៏ជួយត្រូវធ្វើនៅកិច្ចការងារណាក៏ធ្វើដើម្បីបានជាប្រយោជន៍ធ្វើដោយអត់មានរងចាំផលឬក៏ត្រូវការផលតបស្នងនោះមកវិញឡើយគឺធ្វើដោយសុខភាពចិត្តនឹងល្អព្រឹកទៅដើម្បីការមិនមានភ័យការមិនមានរោគដល់សពសត្វទាំងឡាយនោះអានឹងជីវិតដែលរស់នៅនឹងបានសេចក្តីសុខដោយសារសន្តាននៃចិត្តនឹងបានទទួលស្រូបយកនៅគុណទាំងគុណដែលមានក្នុងមេត្តាបិតានឹងក៏ស្រូបយកមកពាក្យតែស្រូបក្នុងទីនេះដោយចម្លងទៀនអញ្ចឹងណាមិនមែនស្រូបយកពីគាត់មកអស់ទេគឺគ្រាន់តែយើងយល់ដឹងថាគុណហ្នឹងហើយដែលអស្ចារ្យមែនទែនចិញ្ចឹមកូន4 10រស់ណាហើយធ្វើឲ្យកូនកក់ក្ដៅដល់ក្រៃលែងហ្នឹងអញ្ចឹងត្រូវចម្រើនគុណហ្នឹងអប់រំគុណហ្នឹងឲ្យនៅក្នុងចិត្តរបស់យើងតែម្ដងចឹងណាសំបីពុកម្ដាយចែកឋានទៅឬព្រះសម្មាសម្ពុទ្ធបរិនិព្វានទៅប៉ុន្តែគុណមិនបានបាត់បង់ទៅទេគឺថាបានចម្រើនឡើងបានអរតនាមកនិមន្តមកយាងមកនៅក្នុងជីវិតរបស់យើងបានច្រើនទៅបណ្ណាអានឹងសម្រាប់ពុទ្ធបរិស័ទយើងគឺត្រូវតែយ៉ាងហ្នឹងចឹងណាដោយសេចក្តីដែលមិនប្រកាន់មមទៅនៅក្នុងសង្ខារធម៌ទៀតគឺជាការរួចផុតចាកទុក្ខទាំងពួងចឹងណាពីរោះទេពាក្យហ្នឹងចឹងដោយការមិនប្រកាន់មមក្នុងសង្ខារទាំងពួងណាជីវិតរស់នៅវាមានការប្រកាន់កើតឡើងពេលណាគឺជាទុក្ខពេលនោះដូច្នេះដូចជាមរណសតិអីនេះណាមរណសតិចឹងណាហ្នឹងគឺជាធัวមួយមានឧបការៈច្រើនដែលបុគ្គលបានអប់រំហើយចម្រើនហើយហ្នឹងរមែងឈាមមុខទៅកាន់ព្រះនិព្វានមានព្រះនិព្វានជាបរិយោសាណាព្រោះជីវិតយើងមុខតែនឹងស្លាប់ដូច្នេះដែលមិនទាន់ស្លាប់ហ្នឹងគឺយើងកុំខ្លាចបន់កុំខ្លាចលំបាកនឿយហត់ផ្លូវកាយចឹងព្រោះទោះជាលំបាកយ៉ាងណាក៏វាអត់ទាន់ងាប់ដែរណាលំបាកយ៉ាងណាក៏វាមិនមែនដូចជាស្លាប់នោះទេដូច្នេះបើយើងដឹងថាអស់យ៉ាងត្រឹមងាប់ជីវិតរបស់យើងហ្នឹងអញ្ចឹងយើងត្រូវកម្មសុចរិតណាកម្មសុចរិតកុំលំអៀងនៅក្នុងការងារដែលប្រព្រឹត្តបប្រតិបត្តិក្នុងដំណើរផ្លូវកុំឲ្យធ្លាក់ចុះតម្រង់ទិសដៅឲ្យជាប់កុំឲ្យញាប់ញ័រកុំឲ្យងាករេណាព្រោះទោះជាឧបសគ្គយ៉ាងណាក៏វាមិនដូចជាស្លាប់បើយើងយកស្លាប់ជាគ្នាហើយណាយកស្លាប់ជាគ្នាហ្នឹងយ៉ាងម៉េចគឺថាយើងបានលះបង់អត្តភាពនេះដោយការស្លាប់ទាំងឯងពេលក្តីស្លាប់ហ្នឹងគឺជាការដែលយើងចាកពីលោកនេះណាដូច្នេះក្នុងដំណើរដែលយើងចេញចាកលោកហ្នឹងធ្វើឲ្យយើងយកសេចក្តីស្លាប់ជាគ្នាបានពីព្រោះក្តីស្លាប់គឺជាការលះបង់នៅលោកនេះឯងចឹងណាដែលយើងមិនជាប់ចម្ពាក់ក្នុងលោកនេះគឺត្រូវយកសេចក្តីស្លាប់មកជាគ្នាបាទក្តីថាយើងមិនខ្លាចសេចក្តីស្លាប់នឹងទៀតទេព្រោះយើងយល់ដឹងក្នុងការលះបង់នៅលោកនេះក្នុងមួយអត្តភាពហ្នឹងណារហូតដល់ការលះបង់នៅលោកនេះ
ដោយការរលត់នៅឆន្ទរាគៈគឺសេចក្តីប្រកម្មចំពោះលោកនេះនឹងឯងណាដែលបានយល់ដឹងទៅនៅក្នុងរឿងសេចក្តីស្លាប់នេះគឺជាមេរៀនមួយគឺជាធម្មជាតិមួយជាធัวមួយដែលផ្ទុយពីការដែលយើងភ័យខ្លាចតក់ស្លុតវាទៅជាធัวមួយដែលសម្រាប់ឲ្យយើងលះបង់នៅលោកនេះបានទៅវិញព្រោះសេចក្តីស្លាប់នឹងបញ្ជាក់ឲ្យឃើញថាវាមិនមែនជារបស់យើងវាជាការបញ្ជាក់ឲ្យច្បាស់ក្នុងសង្ខារធัวនឹងឯងតែសេចក្តីស្លាប់ជាក់ស្ដែងសម្រាប់ជីវិតយើងដូច្នេះសេចក្តីស្លាប់នេះនាំឲ្យយើងមានមរណសញ្ញាមានមរណសតិព្រោះវាជាសេចក្តីពិតនៃជីវិតអប់រំរឿយចម្រើនរឿយធ្វើឲ្យកើតទៅជាបញ្ញាចម្រើនឡើងលះបង់នៅសង្ខារធัวឯណានេះមួយដែលបច្ច័យបានតាក់តែងឡើងនោះណាមិនប្រជែងមិនដណ្ដើមមិនប្រកម្មទៅក្នុងសង្ខារព្រោះដឹងច្បាស់ថាការប្រជែងការដណ្ដើមការប្រកម្មក្នុងសង្ខារធัวគឺជាទុក្ខតែប៉ុណ្ណោះព្រោះមិនអាចប្រជែងបានមិនអាចប្រកម្មបានមិនអាចដណ្ដើមបានអញ្ចឹងការដែលមិនមានទុក្ខគឺមិនប្រជែងការដែលមិនប្រកម្មការដែលមិនដណ្ដើមមានតែការលះបង់ព្រមបកលសង្ខារធัวនឹងឯងឲ្យទៅសេចក្តីបែកធ្លាយឲ្យទៅសេចក្តីវិន័យការដែលព្រមយ៉ាងនេះឯងទៀតគឺជាសន្តិសុខអស្ចារ្យមែនទេធัวក្នុងពុទ្ធសាសនានេះដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បង្ហាត់បង្ហាញព្រះអង្គទ្រង់បង្រៀនមកហ្នឹងណាហើយនេះខ្ញុំគុណចាស់ទាំងមកភាពវិនិយរកេតោមីសារ័ព្ទទាំងប៉ុណ្ណាមានសំណួរផ្សេងតើប្រសង់សូត្រចក្ខិណាព្រំដែលប្រសង់សូត្របំបែកធัวត្រឹមបនិធានណាតើមានខុសអ្វីដែរឬទេណាហើយបើមានសូត្រមានត្រឹមណានៅពេលបន់ដាម្ដងគេតែងតែមានការរាប់បាតហើយប្រសង់សូត្រធัวពេលនោះគឺមានភាពអ៊ូអតែមានអ្នកខ្លះស្ដាប់អ្នកខ្លះរាប់បាតខ្លះទៀតរាប់បាតផងស្ដាប់ផងហេតុទាំងនេះមានទោសដែរឬទេតើធัวជាកុសលមានប្រមាណធម្មខណ្ឌធัวជាអកុសលមានប្រមាណធម្មខណ្ឌធัวជាអព្យាកតៈមានប្រមាណធម្មខណ្ឌហើយធัวទាំង 84000 ធម្មខណ្ឌនោះមានចាត់ជាអកុសលចូលដែរឬទេនិងអព្យាកតៈចូលដែរឬទេណានឹងហើយតើគេកសាងដងទង់មានសារៈប្រយោជន៍អ្វីខ្លះក្នុងសាសនាតែក្នុងសម័យពុទ្ធកាលមានដងទង់ដែរឬទេហើយបបហេតុអ្វីបានគេកសាងដងទង់មានអានិសង្សអ្វីខ្លះគណៈគុណចាស់សិក្សានៅក្នុងគម្ពីរបត្រៃបិដកនឹងឲ្យច្រើនទៅចាប់តាំងពីភាគ1ចឹងមកណាគណៈគុណចាស់នឹងបានយល់ដឹងខ្លឹមសារនៃព្រះពុទ្ធដីការបស់ព្រះរាមាវិភាកន្លែងណាដែលមិនយល់ឆ្ងល់អីហ្នឹងក៏បានឱកាសស្វែងរកនៅកល្យាណមិត្តណាស្វែងរកកល្យាណមិត្តដើម្បីនឹងសិក្សាសាកសួរឲ្យបានចេះដឹងទៀតណាសូម្បីតែមានការឆ្ងល់ក្នុងធัวតែមួយណាគុណចាស់អាចដើម្បីនឹងនិមន្តទៅក្នុងចម្ងាយផ្លូវ10យោជ10គីឡូដើម្បីនឹងបានដឹងធัวមួយហ្នឹងណានឹងបើសម័យកាលដែលអត់មានទូរស័ព្ទអីនោះណាឬក៏កណ្ដាលពុំចាស់មិនត្រូវការប្រើទូរស័ព្ទអីហ្នឹងត្រូវការខ្សែគប់ជាមួយគ្នាអ្នកចេះដឹងចឹងណាមិនខ្លាចដល់ការលុយហត់ទេអត់ខ្ជិលទេសំបីធัวមួយដែលឆ្ងល់ត្រូវការសាកសួរណាហើយមានសេចក្តីសុខក្នុងការសិក្សារៀនសូត្រធัวនៅក្នុងបត្រៃបិដកនឹងឯងហើយបានយ៉ាងច្រើនដល់អញ្ចឹងទៅធัวអ្វីដតីផ្សេងទៀតណាបន្តបន្សំមិនជាខ្វាយខ្វល់រវល់អីទៅទេបានដឹងឬក៏មិនដឹងក៏មិនសង្ស័យអ្វីឡើយ
ណាដូចជាធัวសោតអីចឹងក៏ដឹងថាមង្គលសោតអីចឹងទៅណាឬក៏រតនសោតអីចឹងទៅដែលព្រះរាមានុភាពព្រះអង្គទ្រង់សម្ដែងហ្នឹងក៏សោតទៅហើយបើសោតនៅក្នុងសេចក្តីនឹងឯងវាមិនត្រឹមត្រូវណាជួនកាលប្រកាសសោតធัวនេះហើយទៅសោតធัวនោះអីចឹងទៅក៏ដឹងថាហ្នឹងវាមិនត្រឹមត្រូវទេណាហើយសោតទៀតនោះសោតតែប្រកបដោយចិត្តអីណាបើថាប្រព្រឹត្តទៅដើម្បីលៀបសការៈឬក៏ប្រព្រឹត្តទៅដើម្បីថាឲ្យធัวហ្នឹងទៅជាខ្លាំងពូកែស័ក្តិសិទ្ធិអីទៅយ៉ាងណាអាហ្នឹងវាជាការដែលយល់ខុសពីប្រយោជន៍នៃព្រះធម៌ដែលធ្វើឲ្យអ្នកស្ដាប់ចម្រើនបញ្ញាឬក៏ចម្រើនសេចក្តីជ្រះថ្លាអានោះវាអាចយល់ដឹងទៅមិនជាណាឆ្ងល់មិនជាបញ្ហាអីទៅពីព្រោះធម៌ដែលត្រូវឆ្ងល់ដែលត្រូវសិក្សាមានប្រកបវិជ្ជាច្បាស់លាស់ណាស់ទៀតក្នុងព្រះវិន័យក្នុងប្រសូតក្នុងព្រះអភិធម្មមានជ្រៅជ្រះខានសិក្សាខានអានហ្នឹងនឹកទៅនឹកធัวក្នុងបត្រៃដីដកនឹកធัวដែលចាំហើយភ្លេចទៅវិញនឹកទៅបញ្ញាប់បញ្ញាប់ទៅរੂដើម្បីសូត្រដើម្បីរំលឹកឡើងវិញចឹងណាហើយដូចជារឿងការដែលរាប់បាតអីចឹងទៅអាហ្នឹងវាមានទៅតាមសភាពហ្នឹងបើថាមិនគោរពព្រះធម៌ទេអាហ្នឹងវាជាទោសចឹងទៅណាទាំងអ្នកសម្ដែងហ្នឹងក៏ត្រូវតែសម្ដែងឲ្យដល់អ្នកស្ដាប់ហ្នឹងមានការគោរពធម៌ហ្នឹងផងនៅក្នុងហ្នឹងព្រះធម៌ត្រូវគោរពគុណចាស់យល់ចឹងទៅគឺវានិច្ឆ័យបានណាហ្នឹងហើយពីរឿងធម្មខណ្ឌហ្នឹងមិននិយាយពីកុសលអកុសលអព្យាក្រឹតទេក្នុងទីនេះគឺនិយាយពីព្រះបរិយត្តិធម៌ហ្នឹងព្រះបរិយត្តិធម៌ដែលព្រះអង្គទ្រង់សម្ដែងចឹងគឺព្រះអង្គសម្ដែងចេញដោយអំណាចនៃមហាកិរិយាដែលជាអព្យាកតៈហ្នឹងជាសមុដ្ឋាននាំឲ្យព្រះអង្គសម្ដែងពធណានឹងការសម្ដែងពធហ្នឹងទៅជា 84000 បឋមខណ្ឌហ្នឹងគឺអត់មានចាប់ថា 84000 បឋមខណ្ឌហ្នឹងជាកុសលបណ្ណាអកុសលបណ្ណាអព្យាកតៈបណ្ណាអីហ្នឹងគឺអត់មានចាប់ចែកចឹងទេណាទៀតណាណាពីព្រោះគឺជាព្រះបរិយត្តិធម៌ណាដែលជាបឋមគុណមួយជាឱវាទរំលឹកដាស់តឿនស្មារតីសម្ដែងចេញដោយមហាកិរិយារបស់ព្រះសម្មាសម្ពុទ្ធនឹងជា